ចង់ញ៉ាំយូរហើយបងប្អូនអើយដឹងតន់តែតគេអត់ទេតែថ្ងៃនេះបានធ្វើស៊ុបស៊ីឈុនបងប្អូនហើយថ្ងៃនេះគឺទៅទិញពងទាពីផ្សារមកចាចំនួន15គ្រាប់ហើយធ្វើការយកមកស្ងោរពងទារបស់យើងណាបងប្អូនហើយនេះពងទាកូនណាចាស៊ុបពងទាកូនស៊ីឈុនត្រូវតែទិញជាមួយនឹងពងទាកូនយើងយកមកស្ងោរមកហើយមុនស្ងោរបងប្អូនខ្ញុំលាង3 4 5ទឹកសិនណាបងប្អូនចាហើយបងប្អូនអើយចាចង់បានជាមួយនឹងផលិតផលរបស់ម៉ែរួយឥឡូវនេះកំពុងមាន promotion ណាបងនិយាយពីថាជាមួយនឹងផលិតផលរបស់ម៉ែរួយវិញឥឡូវនេះគឺកំពុងមាន promotion discount ពី50រហូតទៅដល់80%តាមបងសុំនិយាយលក់តែម្ដងតម្លៃលក់និយាយថាលេខឃ្លៀកនេះតម្លៃត្រឹមតែ8ទេម្សៅឃ្លៀកចា$3សរុបឃ្លៀក$3ឃ្លៀកទឹកតបតម្លៃ25 promotion 12 220ចាLes Nova ចាមកកំប៉ុង$20ចា discount 50%ហើយណាចាជាមួយនឹងកន្លងតែយុជីចាមកកំប៉ុងនេះជា15លក់ពីប្រអប់30បងប្អូនយកជាមួយនឹង5លីត្រខ្លាំងឈុតស្បែកសចាឈុតស្បែកសនេះ3ប្រអប់45ចាយកឈុតចេះហ្មងចាតម្លៃត្រឹមតែ$30ទេចាហើយជាមួយនឹងកក់សក់មកវិញកំពុងមាន promotion ស្ប៊ូកក់សក់ចាកក់2អត់1ចាកក់2អត់1ពេញ1តម្លៃត្រឹមតែធូមចាដៃមិនធ្លាប់មានពីមុនមកពីប្រអប់15ចាបងប្អូនចូលលេខជាមួយយើងលេខកាពីថ្ងៃក៏ដូចជាមួយ form បានណាចាហើយទៅនិយាយថា SOVF នេះចាមកកំប៉ុងមកប្រអប់នេះ$20 promotion ត្រឹមតែ$15ទេបងប្អូនចង់បានជាមួយនេះចាឯគេក្រេងខាងវាគ្រប់មុខលេខមុខរបស់ម៉ែរួយគ្រប់មុខតម្លៃត្រឹមតែ$15ទេបងប្អូនចាអញ្ចឹងបងប្អូនចង់បានឆាតមកចាអញ្ចឹងយើងមានតែទឹកតបតូចទូចទឹកតបតធំសម្រាប់ទូចមុខចាតម្លៃត្រឹមតែ110 218 325ចាមកធូរយូរចាការ៉េនេះ115 228 330បងប្អូនចង់យកទៅបោះដុំលក់បន្តបងប្អូនអាចធ្វើការឆាតអត់បានឆាតឥឡូវនេះឆាតពេលនេះឆាតមកនេះបានតម្លៃពិសេសតែម្ដងចាបងប្អូនអញ្ចឹងស៊ុបជីជន់បងប្អូនមានយកទៅចំហុយក៏បានបងប្អូនយកស្ងោរដូចខ្ញុំក៏បានអញ្ចឹងនេះពងទាយើងឆ្អិនហើយយើងមកធ្វើគ្រឿងផងយើងបែបនេះប៉ុណ្នេះចាយំទៅគ្រឿងគេគឺដូចយើងញ៉ាំពងទាកូនអញ្ចឹងណាបងប្អូនសម្រាប់គ្រឿងគេហើយរបៀបនៅក្នុងការធ្វើនេះបងប្អូនចាជាដំបូងបងប្អូនចាដែងកូលខៃរបស់យើងហ្នឹងធ្វើការលេងវាបន្តិចមកចាហើយដាក់ជាមួយនឹងដុំស៊ីឈွန်លេងជាមួយនឹងគ្នាមកបងប្អូនចាលេងមួយគ្នាហើយឃើញបែបនេះបងប្អូនចាមកល្មមឆ្ងាញ់បងប្អូនដាក់ទឹកចូលណាចាហើយអានេះមកកណាត់នេះគាត់ថាដំបូងដាក់តែមកកណាត់ទេតែពេលហើយដាក់មកចំហៀងទៀតទៅចាហើយគ្រឿងអត់មានដាក់អីច្រើនទេបងប្អូនដាក់តែដុំស៊ីឈွန်ហ្នឹងគឺឆ្ងាញ់តែម្ដងអញ្ចឹងណាហើយសម្រាប់ពងទាកូននេះគឺខ្ញុំបកដាក់ទៅដើម្បីឲ្យវាចេញជាតិអញ្ចឹងណាដើម្បីឲ្យវាចេញទឹកមកខាងក្រៅអីចឹងទៅធ្វើឲ្យស៊ុបស៊ីឈွန်របស់យើងហ្នឹងកាន់តែមានរសជាតិឆ្ងាញ់កាន់តែដុតយួមទៅរសជាតិបងប្អូននិយាយថាអែមមែនតែនប៉ុន្តែអ្វីដែលសំខាន់ខ្វះមិនបាននោះគឺខ្ទិះដូងនេះគឺត្រូវតែដាក់បងប្អូនបើយើងអត់ដាក់ខ្ទិះដូងទេអត់ឆ្ងាញ់ទេអញ្ចឹងខ្ទិះដូងដាក់កាន់តែច្រើនណាកាន់តែឆ្ងាញ់ហើយនិយាយថាស៊ុបស៊ីឈွန်នេះបងប្អូនអើយតំណងបងប្អូនចាគ្រាន់តែមើលក៏ចង់ញ៉ាំមិនត្រូវអត់ចានិយាយថាបងប្អូនរសជាតិវិញខ្ញុំឲ្យ10លើ10ឲ្យសិតតែរ៉េតខ្ពស់ណាបងប្អូនចាមិនឲ្យរ៉េតទៀតទេចាសិតតែឲ្យរ៉េតខ្ពស់អីណោចាសំខាន់រសជាតិឆ្ងាញ់មែនតើណាបងប្អូនចាហើយតែ15គ្រាប់នេះបងប្អូនខ្ញុំគឺជាមនុស្សម្នាក់ដែលមិនបកាយញ៉ាំពងទាកូនទេបងប្អូន2ឬក៏3ហ្នឹងអស់ហើយបងប្អូនហើយនិយាយពីថារសជាតិវិញគឺឆ្ងាញ់ហើយទឹកជ្រលក់របស់យើងមានបន្លែធ្វើបន្លែចេះបន្តិចទៅណាបងប្អូនចាហើយបន្ទាប់មកទៀតបងប្អូនហើយអានេះគឺវាឆ្អិនហើយគឺយើងញ៉ាំបានហើយបងប្អូនហើយចាតែអ្វីដែលសំខាន់ប៉ាបងប្អូនហើយនេះគឺជាស្នាដៃរបស់ប្តីណាយូរទៅឲ្យតែស្នាដៃរបស់ប្តីធ្វើគឺមានអារម្មណ៍ថាគឺឆ្ងាញ់គ្រប់មុខហ្មងមិនថាម្ហូបអីទេហើយកូនខ្ញុំតែងតែសរសើរប៉ាថាប៉ាពូកែធ្វើម្ហូបហើយឆ្ងាញ់ខ្លាំងតែម្ដងចាអញ្ចឹងបងដែលចង់ឲ្យម្ហូបរបស់យើងឆ្ងាញ់ណាចាឲ្យប៉ាធ្វើប៉ាឲ្យតែថ្ងៃតនេអីបងប្អូនអើយនិយាយថាពោះនោះឃ្លានពោះនោះហេវតិចឃ្លានណាចាបងប្អូនដាក់ឲ្យខ្ទះធំដូចខ្ញុំអញ្ចឹងមកនិយាយថាទឹកគេបងប្អូនអើយទឹកស៊ុបស៊ីឈွန်នេះហត់គ្រូក៏មួយម៉ាត់ណាក៏មានអារម្មណ៍ថាជាតិហត់មួយម៉ាត់ណាក៏មានអារម្មណ៍ថាឆ្ងាញ់ដែរជាមួយនឹងចាស៊ុបស៊ីឈွန်ពងទាកូនចាបន្ទាប់មកឥឡូវនេះយើងឆ្អិនហើយយើងធ្វើការដួសដាក់ឆ្នាំងបែបនេះមកបងប្អូនអើយចាបន្ទាប់មកទៀតយើងទៅញ៉ាំ break time បន្តិចទៅចានៅមុខផ្ទះអីចឹងណាចាអានេះគឺជាការជួបជុំបែបលក្ខណៈថាគ្រួសារតូចចា4នាក់អីចឹងណាបងប្អូនចាហើយmìnhនិយាយថាអូនមង្គលវិញបងប្អូនហើយគេដាក់មួយម៉ាត់ណាគេថាឆ្ងាញ់ណាស់ស្នាដៃប៉ាគេគឺគេឲ្យលេខ1តែម្ដងចារាល់ស្នាដៃប៉ាគឺគេឲ្យលេខ1គេថាអួយឲ្យអួយមែនតែនបងប្អូនចាពេញនិចពេលយប់តែម្ដងសុបជាឈួន